ខ្ញុំសូមអនុញ្ញាតគោរពជំរាបជូនថាអង្គសិក្ខាសាលានឹងប្រព្រឹត្តទៅរយៈពេល1បាក់ខេត្តសៀមរាបត្រូវបានជ្រើសរើសជាទីតាំងចាប់ផ្ដើមអនុវត្តបែបបទនាំចេញនាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិខេត្តសៀមរាបត្រូវបានជ្រើសរើសជាខេត្តគំរូក្នុងការចាប់ផ្ដើមអនុវត្តបែបបទនីតិវិធីនៃការនាំចេញនាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិដែលការអនុវត្តថ្មីនេះមានគោលបំណងជំរុញការពិនិត្យនិងផ្ដល់លិខិតអនុញ្ញាតនាំចេញនាំចូលវត្ថុសិល្បៈទៅក្រៅប្រទេសដោយជំនួសការបំពេញព័ត៌មានលើសំណុំឯកសារសរសេរដោយដៃមកប្រើប្រាស់ការបំពេញក្នុងប្រព័ន្ធអេឡិចត្រូនិកវិញដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ Digital នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីបែបបទនិងនីតិវិធីនាំចេញនាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិនៅខេត្តសៀមរាបនាថ្ងៃទី17ខែតុលានេះលោកហួតសំណាងប្រធាននាយកដ្ឋានបុរាណវត្ថុបានបង្ហាញថាប្រព័ន្ធបញ្ជរតែមួយជាតិគឺជាស្ថាបច្ចេកវិទ្យាព័ត៌មានដែលអនុញ្ញាតឲ្យអ្នកនាំចេញនាំចូលទំនិញអាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលិខិតអនុញ្ញាតវិញ្ញាបនបត្រពាក់ព័ន្ធនឹងការនាំចេញនាំចូលទំនិញដែលស្ថិតនៅក្នុងបញ្ជីទំនិញហាមឃាត់និងជាប់កម្រិតកំណត់ទៅគ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នាដើម្បីទទួលបានការអនុញ្ញាតសម្រាប់ការយកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមទម្រង់អេឡិចត្រូនិកប្រព័ន្ធនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាលោកវឿនវុធីអគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថាការចូលរួមអនុវត្តតាមប្រព័ន្ធនេះគឺដើម្បីជំរុញនិងលើកទឹកចិត្តដល់សិប្បករដែលផលិតវត្ថុសិល្បៈខ្មែរនិងអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការនាំចេញនាំចូលទំនិញវប្បធម៌ទោះជាយ៉ាងណាដោយសារវត្ថុសិល្បៈឬចម្លាក់នានាគឺជាមុខទំនិញដែលស្ថិតនៅក្នុងបញ្ជីទំនិញហាមឃាត់និងជាប់កម្រិតកំណត់ដែលមានចែងក្នុងអនុក្រឹត្យលេខ17និងអនុក្រឹត្យ370ទើបតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យពីមន្ត្រីជំនាញជាពិសេសវត្ថុសិល្បៈផលិតថ្មីចម្លងដោយលក្ខណៈបុរាណលោកអគ្គនាយករងបានបញ្ជាក់បន្ថែមថាការត្រួតពិនិត្យការនាំចេញនាំចូលវត្ថុសិល្បៈគឺធ្វើឡើងក្នុងគោលបំណងតាមដាននិងទប់ស្កាត់ការលួចចរាចរណ៍វត្ថុបុរាណដោយខុសច្បាប់ស្របតាមយន្តការច្បាប់ជាតិនិងបទដ្ឋានគតិយុត្តអន្តរជាតិដែលកម្ពុជាជាសមាជិកចូលរួមអនុវត្តការស្នើសុំលិខិតអនុញ្ញាតនាំចេញនាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិនឹងផ្ដល់ភាពងាយស្រួលភាពជឿជាក់ចំណេញពេលវេលាដល់គ្រប់ភាគីពាក់ព័ន្ធនិងរួមចំណែកសម្រួលដល់ការអនុវត្តទាំងក្នុងតំបន់និងសកលលោកលីសារីអភិបាលរងខេត្តសៀមរាបបានលើកឡើងថាខេត្តសៀមរាបជាខេត្តប្រវត្តិសាស្ត្រដែលសម្បូរទៅដោយវប្បធម៌អរូបីសន្ធឹកសន្ធាប់រួមទាំងទំនៀមទម្លាប់ប្រពៃណីសិល្បៈសូនរូបចម្លាក់សិប្បកម្មជាដើមដែលទាំងអស់នេះជាប្រភពសក្តានុពលទេសចរជាតិនិងអន្តរជាតិនិងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិលោកអភិបាលរងខេត្តបន្ថែមទៀតថាសិក្ខាសាលានេះជាយន្តការតាមដានត្រួតពិនិត្យលើប្រសិទ្ធភាពការងារនិងបញ្ហាប្រឈមនានាព្រមទាំងផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិជូនដល់អាជីវករសិប្បករតំណាងភ្នាក់ងារដឹកជញ្ជូននិងស្ថាប័នជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាបបានយល់ដឹងពីនីតិវិធីថ្មីនេះប្រកបដោយប្រសិទ្ធភាពខ្ពស់